ថ្មីនេះលោកអេម៉ានូអែលម៉ាក្រុងបាននិយាយកាលពីថ្ងៃទី5ខែមីនាម្សិលមិញនេះថាប្រទេសបារាំងរបស់លោកគឺបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីពង្រីកនៅការរារាំងនុយក្លេអ៊ែររបស់ខ្លួនដល់ដៃគូសហភាពអឺរ៉ុបដោយហេតុថានៅក្នុងយុគសម័យថ្មីនេះរបស់អឺរ៉ុបកំពុងតែប្រឈមមុខទៅនឹងការគំរាមកំហែងផ្នែកយោធាពីរុស្ស៊ីហើយលោកម៉ាក្រុងក៏បានសង្កត់ធ្ងន់ផងដែរថាសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសបារាំងគឺអាចធ្វើជាឆ័ត្រដើម្បីការពារសម្រាប់ប្រជាជាតិសហភាពអឺរ៉ុបបានដោយផ្ដល់ឲ្យពួកគេនៅអិរិយាបថការពារដ៏រឹងមាំប្រឆាំងទៅនឹងការឈ្លានពានដ៏មានសក្តានុពលរបស់រុស្ស៊ីលោកក៏បានបញ្ជាក់ផងដែរថាការសម្រេចចិត្តដាក់ពង្រាយអាវុធទាំងនេះនឹងនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងយ៉ាងរឹងមាំដោយការធានានៅស្វ័យភាពនៅក្នុងយុទ្ធសាស្ត្រការពាររបស់អឺរ៉ុបលោកម៉ាក្រុងក៏បានបញ្ជាក់ផងដែរថារុស្ស៊ីមានផែនការបង្កើននូវកម្លាំងយោធារបស់ខ្លួនរហូតដល់យ៉ាងហោចណាស់នៅក្នុងឆ្នាំ2030ខាងមុខគណៈដែលប្រជាជាតិមួយនេះកំពុងតែមានបំណងបំផ្លាញស្ថាបត្យកម្មសន្តិសុខអឺរ៉ុបហើយលោកបានបន្ថែមថាមហិច្ឆតារបស់រុស្ស៊ីអាចពង្រីកហួសអំពីការឈ្លានពានអ៊ុយក្រែនដែលអាចគំរាមកំហែងទៅដល់ប្រទេសអឺរ៉ុបខាងកើតផ្សេងទៀតរួមទាំងប្រទេសម៉ុលដាវីនិងប្រទេសរ៉ូម៉ានីនោះផងដែរអាស្រ័យហេតុនេះហើយទើបលោកម៉ាក្រុងកំពុងតែអំពាវនាវឲ្យមានសាមគ្គីភាពកាន់តែច្រើនឡើងនៅក្នុងទ្វីបអឺរ៉ុបដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះដែលនឹងអាចមាននៅក្នុងពេលអនាគតស្ដីអំពីការរាតត្បាតនិងការឈ្លានពានរបស់រុស្ស៊ីចំពោះអឺរ៉ុបនោះទន្ទឹមនឹងគ្នានោះដែរមេដឹកនាំបារាំងក៏បានប្រកាសអំពីផែនការរៀបចំនៅកិច្ចប្រជុំមេបញ្ជាការយោធាកម្ពុជាមកពីបណ្ដាប្រទេសអឺរ៉ុបដើម្បីផ្ដល់នូវការធានាសន្តិសុខដ៏ជាក់ស្ដែងមួយសម្រាប់អ៊ុយក្រែនលោកម៉ាក្រុងក៏បានរំលឹកថាការដាក់ពង្រាយកងទ័ពអន្តរជាតិដ៏មានសក្តានុពលនឹងធ្វើឡើងបន្ទាប់អំពីបទឈប់បាញ់ដំបូងដែលឈរជើងយ៉ាងជ្រៅនៅពីក្រោយជួរមុខនៃអ៊ុយក្រែននោះនេះគឺជាព័ត៌មាននៃការអះអាងរបស់លោកម៉ាក្រុងដែលជាប្រធានាធិបតីបារាំងហើយលោកស្ថិតនៅក្នុងសហភាពអឺរ៉ុបដែលមាន27ប្រទេសដែលក្នុងនោះគឺបានជជែកគ្នារួចហើយថាគឺมันអាចបេះប្រហែសបាននោះទេនៅក្នុងយុគសម័យថ្មីនេះពីព្រោះយោងទៅតាមលោកម៉ាក្រុងលោកបានលើកឡើងថាប្រទេសរុស្ស៊ីនេះគឺបានពង្រឹងនៅយុទ្ធសាស្ត្ររបស់ខ្លួនលើផ្នែកយោធានេះរហូតដល់ឆ្នាំ2030គឺมันមានការបន្ធូរបន្ថយនោះទេអញ្ចឹងហើយសង្គ្រាមរុស្ស៊ីនេះមិនមែនត្រឹមតែចង់លេបអ៊ុយក្រែនប៉ុណ្ណោះនោះទេវាអាចនឹងហួសអំពីអ៊ុយក្រែនទៅទៀតអញ្ចឹងលោកចង់និយាយថារុស្ស៊ីនេះនឹងអាចលេបត្របាក់ទៅតំបន់អឺរ៉ុបមួយម្ដងដូច្នេះបើសិនជាអឺរ៉ុបមិនសហការរួមដៃគ្នាទេគឺអឺរ៉ុបនឹងត្រូវស្ថិតនៅក្រោមកណ្ដាប់ដៃរបស់រុស្ស៊ីហើយជាពិសេសនេះឥឡូវនេះរឿងកាន់តែអាសន្នធំថែមទៅទៀតគឺលោកខាងលិចនឹងហាក់បីដូចជាបែកពោលជាពីរថែមទៅទៀតគឺសហរដ្ឋអាមេរិកនេះគឺបានដកខ្លួនចេញអំពីសហភាពអឺរ៉ុបដូចជាឃ្លាតឆ្ងាយដោយប្រយោលហើយហាក់ដូចជាលែងសូវខ្វល់ពីរឿងអង្គការ NATO អីថែមទៅទៀតចឹងហើយបានជាប្រធានគណៈកម្មការសហភាពអឺរ៉ុបបានប្រជុំគ្នាហើយថារកកញ្ចប់ថវិកាសម្រាប់ការពារអឺរ៉ុបចំនួនដល់ទៅ841,000 លានដុល្លារសហរដ្ឋអាមេរិកដើម្បីយុទ្ធសាស្ត្រការពារអឺរ៉ុបឲ្យបានរឹងមាំរួមទាំងអ៊ុយក្រែនផងដែរដោយមិនបាច់ចាំពឹងពាក់សហរដ្ឋអាមេរិកទេបើទោះបីជាសហរដ្ឋអាមេរិកដោះដៃចេញពីអឺរ៉ុបឬក៏មិនដោះគឺត្រូវតែពឹងពាក់ខ្លួនឯងជាសំខាន់នេះគឺជាការដែលព្រឹត្តិការណ៍នៅក្នុងពេលថ្មីៗសម្រាប់អឺរ៉ុបត្រូវការពឹងពាក់ខ្លួនឯងហើយបញ្ហាមួយទៀតនោះគឺសំណួរចោទសួរថាបើសិនជារុស្ស៊ីដើរហួសអំពីអ៊ុយក្រែនទៅទៀតហើយបានកម្លាយកនុយក្លេអ៊ែរប្រើប្រាស់ចំពោះអឺរ៉ុបណាដែលមិនចូលនៅក្រោមស្លាបរបស់រុស្ស៊ីទេតើមានអ្វីការពារពីព្រោះថានៅក្នុងចំណោមសហភាពអឺរ៉ុបនេះគឺមានអាវុធនុយក្លេអ៊ែរតែ2ប្រទេសទេដែលធំជាងគេនោះគឺមានបារាំងហើយនិងប្រទេសអង់គ្លេសនៅក្នុងនោះគេបានដឹងថាប្រទេសបារាំងនោះមានគ្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ250គ្រាប់ឯណោះដោយឡែកសម្រាប់ប្រទេសអង់គ្លេសនេះគឺមានតែ225រឿងតែប៉ុណ្ណោះដែលមានចំនួនតិចជាងបារាំងហើយមិនត្រឹមតែប៉ុណ្ណោះគឺថាអង់គ្លេសនេះក៏បានដាក់អាវុធនុយក្លេអ៊ែរនេះក្រោមការគ្រប់គ្រងរបស់ NATO ទៅទៀតដូច្នេះហើយវាមិនមែនជាសិទ្ធិឯករាជ្យរបស់អង់គ្លេសទេបើទោះបីជាវាជារបស់អង់គ្លេសក៏ដោយហើយម្យ៉ាងទៀតគឺថែមទាំងការគ្រប់គ្រងទៅលើផ្នែកបច្ចេកទេសនេះពីសហរដ្ឋអាមេរិកទៅទៀតនេះគឺអង់គ្លេសវាហាក់ដូចជាពិបាកនៅក្នុងការប្រើប្រាស់ដោយឯករាជ្យប៉ុន្តែសម្រាប់ប្រទេសបារាំងវិញគឺប្រទេសបារាំងមានអាវុធនុយក្លេអ៊ែរដោយឯករាជ្យរបស់ខ្លួនឯងមិនចំណុះឲ្យអាមេរិកមិនចំណុះឲ្យអង្គការ NATO នោះទេគឺលោកប្រធានាធិបតីរបស់ប្រទេសបារាំងលោកម៉ាក្រុងនេះមានសិទ្ធិអំណាចគ្រប់គ្រាន់នៅក្នុងការចុចប៊ូតុងបញ្ជាសម្រាប់អាវុធនុយក្លេអ៊ែរនេះបានគ្រប់ពេលវេលាចឹងហើយបានជាលោកម៉ាក្រុងលោកបានប្រកាសថាឥឡូវនេះគឺប្រទេសបារាំងអាចពង្រាយអាវុធនុយក្លេអ៊ែរនេះនៅបណ្ដាប្រទេសអឺរ៉ុបបានហើយជាឆ័ត្រមួយសម្រាប់ការពារប្រទេសអឺរ៉ុបពីការវាយប្រហារអាវុធនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីនោះចំណុចទាំងអស់នេះហើយគឺជាចំណុចមួយគេមើលឃើញថាស្ថានភាពនៅអឺរ៉ុបកាន់តែក្តៅកគុកនិងមានការព្រួយបារម្ភខ្លាំងមែនទែនបើសិនជាសហរដ្ឋអាមេរិកនេះគឺដកខ្លួនចេញពីអឺរ៉ុបមែននោះវាគឺជារឿងមួយដែលត្រូវតែពឹងពាក់ខ្លួនឯងហើយប៉ុន្តែបើយើងប្រៀបធៀបអាវុធនុយក្លេអ៊ែរជាមួយនឹងប្រទេសរុស្ស៊ីអឺរ៉ុបវិញគឺអឺរ៉ុប
បូកចូលគ្នាបារាំងនិងអ៊ុយក្រែននេះមានគ្រាប់នុយក្លេអ៊ែរប្រមាណតែជាង500គ្រាប់តែប៉ុណ្ណោះដោយឡែកសម្រាប់ប្រទេសរុស្ស៊ីវិញមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅជាង4470គ្រាប់ឯនោះដូច្នេះមានចំនួនច្រើនមែនទែនប៉ុន្តែសំណួរចោទសួរថាតើបារាំងអង់គ្លេសមានគ្រាប់ក្បាលនុយក្លេអ៊ែរតិចប៉ុណ្ណឹងអាចទប់ជាមួយនឹងរុស្ស៊ីដែលមានចំនួនដល់ទៅច្រើនជាងដល់ទៅជាង10ដងឯនោះអាចទប់ឈ្នះដែរឬទេវាពិបាកនៅក្នុងការលើកឡើងផងដែរថាអាវុធនុយក្លេអ៊ែរមិនមែនដូចគ្រាប់បែកមីស៊ីលផ្សេងទេគឺថាទេសមួយបើសិនជាស្រោចត្រឹមតែ10 20គ្រាប់ឬក៏100 200គ្រាប់នឹងវាស្ទើរតែគ្រប់គ្រាន់នៅក្នុងការកំទេចទៅហើយមិនបាច់ដល់ទៅរាប់ពាន់រាប់ម៉ឺនគ្រាប់នោះទេនេះគឺជាការមួយដែលធ្វើឲ្យប្រទេសបារាំងនិងអង់គ្លេសក៏ដូចជាអឺរ៉ុបនេះនៅមានការពឹងពាក់ទៅលើអាវុធនុយក្លេអ៊ែរនេះសម្រាប់ការការពារនៃគ្រឹះមូលដ្ឋានសន្តិសុខរបស់ប្រទេសខ្លួនដោយឡែកសម្រាប់សហរដ្ឋអាមេរិកដែលមិនចង់ចូលរួមជាមួយអឺរ៉ុបនោះគឺមានក្បាលគ្រាប់នុយក្លេអ៊ែរ3700គ្រាប់មានចំនួនច្រើនជាងអឺរ៉ុបនឹងច្រើនដងទៅទៀតប៉ុន្តែវាមិនច្រើនដល់ជាមួយនឹងប្រទេសរុស្ស៊ីនោះទេហើយយ៉ាងណាក៏ដោយដោយការអធិប្បាយរបស់យើងអញ្ចឹងគឺថាគ្រាប់នុយក្លេអ៊ែរនេះគឺមិនចាំបាច់ច្រើនទេគឺឲ្យតែមានប្រសិទ្ធភាពគឺប្រើតែ100គ្រាប់200គ្រាប់នឹងវាគ្រប់គ្រាន់នៅក្នុងការយកជ័យជំនះឬក៏ការញើសចំពោះដៃគូដែរជាក់ស្ដែងដូចជានៅប្រទេសកូរ៉េខាងជើងដូច្នោះដែរកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរមិនលើសពី50គ្រាប់ទេក៏ប៉ុន្តែហេតុអីបានជាសហរដ្ឋអាមេរិកដែលមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ3700គ្រាប់បែរជាមិនហ៊ានធ្វើកូរ៉េខាងជើងដែលមានតែ50គ្រាប់នេះគឺជារឿងមួយដែលធ្វើឲ្យគេមើលឃើញថាប្រសិទ្ធភាពរបស់គ្រាប់នុយក្លេអ៊ែរនេះគឺមិនមែនធម្មតានោះទេចឹងហើយបានជាសហរដ្ឋអាមេរិកនេះក៏ញញើតដែរមិនមែនចេះតែថាទៅគម្រាមកូរ៉េខាងជើងបានទេហើយកូរ៉េខាងជើងនោះក៏ធ្លាប់បានប្រកាសឲ្យថាខ្លួនបានផលិតនៅគ្រាប់បែកនុយក្លេអ៊ែរដែលប្រើរយៈចម្ងាយឆ្ងាយអាចនឹងកំទេចទៅដល់សហរដ្ឋអាមេរិកហើយនឹងធ្វើឲ្យរលាយសហរដ្ឋអាមេរិកបានគ្រាន់តែប្រើមួយគ្រាប់នោះក៏ជារឿងមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកនេះក៏ពិបាកក្នុងការទប់ទល់ជាមួយនឹងកូរ៉េខាងជើងដែរពីព្រោះថាបើសិនជាសហរដ្ឋអាមេរិកធ្វើបាននឹងធ្វើយូរហើយមិនមែនអូសបន្លាយមិនឲ្យកូរ៉េខាងជើងនឹងប្រើប្រាស់ឱកាសដើម្បីផលិតអាវុធនុយក្លេអ៊ែរនឹងអស់រយៈពេល40 50 60ឆ្នាំកន្លងមកហើយនោះទេចឹងហើយបានជានៅប្រទេសកូរ៉េខាងជើងនេះគឺបានដឹងច្បាស់ហើយថាអ្វីដែលជាកិច្ចសន្យាដែលមានភាពប្រកបនិយមជាងកិច្ចសន្យាលើกระดาษនោះគឺមានតែការផលិតអាវុធនុយក្លេអ៊ែរទេចឹងហើយបានជាប្រទេសកូរ៉េខាងជើងនឹងខ្លាចមានការរំលោភបំពានពីប្រទេសមហាអំណាចធំដូចជារុស្ស៊ីរំលោភអំណាចទៅប្រទេសអ៊ុយក្រែនគឺមានការចុះកិច្ចព្រមព្រៀងមានសហរដ្ឋអាមេរិកជាអ្នកសាក្សីជាអ្នកជួយសម្របសម្រួលតាំងពីឆ្នាំ2014មកគឺប្រទេសធំទាំងអស់នេះបានសម្របសម្រួលឲ្យអ៊ុយក្រែនហ្នឹងបកគលក្បាលគ្រាប់នុយក្លេអ៊ែរពីចន្លោះ3000ទៅ4900គ្រាប់ឲ្យទៅរុស្ស៊ីនោះដើម្បីទាមទារឯករាជ្យភាពរបស់អ៊ុយក្រែនក៏ដូចជារក្សានៅការមិនឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនប៉ុន្តែទីបំផុតអ៊ុយក្រែនអត់មានក្បាលគ្រាប់នុយក្លេអ៊ែររុស្ស៊ីអត់មានខ្លាចរុស្ស៊ីធ្វើការឈ្លានពានចំពោះប្រទេសអ៊ុយក្រែនយកបានតំបន់គ្រីមៀមួយផងដែរហើយនឹងបន្តទៅទៀតនេះគឺជាអ្វីដែលកិច្ចសន្យាលើกระดาษមិនមានប្រសិទ្ធភាពហើយយើងក៏សូមបញ្ជាក់ផងដែរថាអំពីកតិកាសញ្ញាឬក៏កិច្ចព្រមព្រៀងស្តីអំពីការមិនពង្រីកការរំសាយនិងការមិនរក្សាទុកនៅអាវុធនុយក្លេអ៊ែររបស់ពិភពលោកនេះគឺបើទោះបីជាមានប្រទេស182ប្រទេសនៅក្នុងការគ្រប់គ្រងចុះហត្ថលេខាមិនឲ្យមានការរីកសាយសភាវុធបែបនេះក៏ដោយប៉ុន្តែរហូតមកដល់ពេលនេះกระดาษនៃកិច្ចព្រមព្រៀងនេះវាដូចជាกระดาษគ្មានតម្លៃនោះទេគឺមានបណ្ដាប្រទេសជាច្រើននៅតែលួចផលិតអាវុធនុយក្លេអ៊ែរដូចជាអ៊ីស្រាអែលដូចជាឥណ្ឌាដូចជាប្រទេសអ៊ីរ៉ង់ដូចជាប៉ាគីស្ថានអីជាដើមគឺនៅតែមានការផលិតអាវុធនុយក្លេអ៊ែរហើយគ្មានពីណាអាចត្រួតត្រាបានទេអញ្ចឹងហើយបានជាលោកដូណាល់ត្រាំកាលពីអាណត្តិមុននោះគឺបានខឹងសម្បាពីរឿងនេះហើយក៏បានប្រកាសចង់ដកខ្លួនចេញអំពីសន្ធិសញ្ញានៃការមិនរីកសាយសភាវុធនុយក្លេអ៊ែរនោះចេញអំពីសន្ធិសញ្ញាអន្តរជាតិនេះហើយប្រកាសថាបើសិនជាប្រទេសណាមានលុយគួតប្រជែងជាមួយសហរដ្ឋអាមេរិកទៅសហរដ្ឋអាមេរិកនឹងប្រកួតប្រជែងឲ្យបានច្រើនជាងប្រទេសណាទាំងអស់នេះគឺជាការលើកឡើងរបស់លោកដូណាល់ត្រាំចឹងហើយបានជានៅលើពិភពលោកនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពហានិភ័យខ្លាំងណាស់ដោយសារតែច្បាប់ទម្លាប់អន្តរជាតិនេះគេមើលស្រាលហើយគ្មានអ្នកណាគោរពកំពុងតែឈានទៅដល់ការបែកបាក់ហើយប្រសិទ្ធភាពនៃអង្គការសហប្រជាជាតិនេះកាន់តែចុះថមថយទៅទៀតនៅក្នុងគណៈពេលដែលសហរដ្ឋអាមេរិកដូចជាលោក Elon Musk ក៏បានប្រកាសចង់ដកខ្លួនចេញពីអង្គការសហប្រជាជាតិថែមទៅទៀតចឹងហើយអង្គការសហប្រជាជាតិនេះនៅពេលណាមួយគេនឹងលែងគោរពច្បាប់ហើយអាចនឹងមានការបែកបាក់ហើយក៏អាចនឹងមានការដែលលែងមានសន្តិភាពនៅលើពិភពលោករួមមួយគឺជារឿងមួយអ្នកណាខ្លាំងអ្នកនឹងឈ្នះអំណាចយោធាគឺជាច្បាប់នោះគឺជារឿងមួយដែលមានហានិភ័យសម្រាប់មនុស្សជាតិនៅលើពិភពលោកជាមិនខាន